ប្រទេសណាមួយនៅលើផែនដីមានដូចទេនៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិករួមទាំងលោក Donald Trump បំពេញទស្សនកិច្ចក្រៅប្រទេសរបស់មួយយ៉ាងដែលទៅមុនមេដឹកនាំប្រទេសមហាអំណាចនេះគឺរថយន្តពាសដែកទម្ងន់9តោនរហស្សនាមសត្វកំណាច The Beast The Beast ត្រូវបានផលិតឡើងដោយក្រុមហ៊ុន General Motors ក្រោម brand Cadillac ដើម្បីការពារជីវិតប្រធានាធិបតីអាមេរិកនៅគ្រប់កាលៈទេសៈនិងគ្រប់ទីកន្លែងយោងតាម Deccan Herald តួរថយន្តនេះមានកម្រាស់20សង់ទីម៉ែត្រធ្វើពីដែកច្រើនស្រទាប់ត្រួតលើគ្នាក្នុងនោះមានដែកថែបនិងទីតាញោមរួមបញ្ចូលគ្នាជាគ្រោងឆ្អឹងដ៏រឹងមាំនៅពីក្រោមដែកថែបនេះមានបន្ទះសេរ៉ាមិកសម្រាប់ស្រូបយកការប៉ះទង្គិចនិងនៅពីក្រោយគេគឺសារធាតុ Kevlar Fiber ដែលរឹងមាំជាងដែកថែបប៉ាមដងមានតួនាទីពាងគ្រាប់កំភ្លើងមិនឲ្យចាក់ទម្លុះពាក្យដែកបានហើយក៏អាចបញ្ជះកម្លាំងបំផ្ទុះថែមទៀតផងកញ្ចក់របស់សត្វកំណាច The Beast មានកម្រាស់12សង់ទីម៉ែត្រអាចការពារគ្រាប់កំភ្លើងគ្រប់ប្រភេទទ្វារទាំងអស់របស់រថយន្តនេះត្រូវបានរចនាតាមលំនាំទ្វារយន្តហោះការពារសម្លេងខ្យល់ប្រឆាំងការវាយប្រហារគីមីជីវសាស្ត្រឬវិទ្យុសកម្មនេះបើយោងទៅតាម Business Insider សម្បកកង់របស់ The Beast ត្រូវបានផលិតពី Kevlar Fiber ដែលអនុញ្ញាតឲ្យរថយន្តអាចបើកបានបើទោះបីជាកង់នេះបែកក៏ដោយនៅក្នុងរថយន្តមានប្រព័ន្ធផ្ដល់អុកស៊ីសែនសម្រាប់សង្គ្រោះបន្ទាន់មានប្រព័ន្ធពន្លត់អគ្គិភីឧបករណ៍ចាប់សញ្ញាវាយប្រហារពី drone មីស៊ីលនិងយន្តហោះចម្បាំង